Nè đập ra iPhone 15 16 17អាចនឹងត្រូវគេ hack បានងាយៗ ប្រសិនបើមិនបានទៅកំណត់ setting មួយនេះមុនដំបូងពេលដែលខ្ញុំលើបែបនេះគឺខ្ញុំសឹងតែមិនជឿទេប៉ុន្តែវាគឺជាការពិតដោយសារអីដោយសារតែ Apple ចេញមកប្រាប់ដោយខ្លួនឯងតែម្ដងសម្រាប់អ្នកដែលប្រើជាមួយនឹង iPhone 15 16 17 model ទាំង3ហ្នឹងគឺប្រើជាមួយនឹងដូចដែលជាប្រភេទ Type C ដូច្នេះហើយពេលដែល update មកជា iOS 26 រួចហើយគឺ Apple នឹងបន្ថែមមុខងារថ្មីមួយទៀតសម្រាប់មុខងារមួយហ្នឹងគឺជាមុខងារមួយការពារទៅលើការយកទិន្នន័យផ្សេងៗតាមរយៈការដោតថ្មឬក៏ថាទៅលើឧបករណ៍ជំនួយផ្សេងៗដែលប្រើតែជាប្រភេទដោយ Type C នឹងឯងអញ្ចឹងដោយ Type C របស់ទូរស័ព្ទ iPhone នេះគឺមានមកត្រឹមចាប់ពី iPhone 15 16 17នឹងឯងអញ្ចឹងហើយបាន Apple ចេញមកទឿនដោយផ្ទាល់តែម្ដងតែខ្ញុំជឿថាបងប្អូនដែលប្រើជាមួយនឹង iPhone 15 16 17គាត់ច្បាស់ជាបានចាប់អារម្មណ៍ត្រង់ចំណុចនេះឯងបន្ទាប់ពីគាត់ update iOS 26រួចហើយអញ្ចឹងបងប្អូនទាំងគ្នាពេលដែលចូលទៅមើលខ្ញុំធានា 100% គឺគាត់ច្បាស់ជានៅត្រង់កន្លែងចំណុច2នេះហើយចំណុច2ខាងក្រោមហ្នឹងដែលជាចំណុចហានិភ័យខ្លាំងមែនតើគេអាចចូលយកទិន្នន័យរបស់យើងពេលណាក៏បានដែរចេះត្រង់កន្លែងនេះគឺឆ្ងល់ដែរថាហេតុអីបាន Apple មិនកំណត់មកឲ្យដាក់នៅពីខាងលើទៅចាំបាច់ដាក់ឲ្យនៅពីខាងក្រោមតែវាគឺជាចម្ងល់មួយដែលខ្ញុំឆ្ងល់ខ្លាំងមែនតើបន្ទាប់ពីដឹងថាមុខងារមួយហ្នឹងអាចធ្វើអញ្ចឹងបានហើយបើសិនបើបងប្អូនទាំងគ្នាអត់ជឿខ្ញុំទេបងប្អូនទាំងគ្នាអាចចូលទៅ check មើលដោយខ្លួនឯងក៏បានដែរខ្ញុំធានាថាបើមិននៅខាងក្រោមក៏នៅខាងលើដែរដូច្នេះត្រង់កន្លែងនេះបើសិនបើបងប្អូនទាំងគ្នាចូលទៅ check មើលទូរស័ព្ទរួចហើយឃើញថាវានៅខាងក្រោមពីនេះមួយណាអញ្ចឹងបងប្អូនទាំងគ្នាដូរមក select ខាងលើវិញមកបងប្អូនទាំងគ្នាអាច select យក always as នេះក៏បានឬក៏ថា select យកត្រង់កន្លែង as for new accessory នេះក៏បានដែរពីរហ្នឹងគឺជាកន្លែងដែលសុវត្ថិភាពហើយវិធីចូលទៅកំណត់ហ្នឹងបងប្អូនទាំងគ្នាចូលមកក្នុង setting មកអស់មករកត្រង់កន្លែង security and privacy ហើយបន្តមកគឺយើងចុចត្រង់កន្លែងហ្នឹងមកយើងអស់មកក្រោមនេះពេលដែលបងប្អូនទាំងគ្នាអស់មកក្រោមគឺនឹងឃើញមុខងារមួយនេះហើយអញ្ចឹងបងប្អូនទាំងគ្នាចុចចូលមុខងារមួយហ្នឹងមកហើយនេះគឺនឹងឃើញតែម្ដងអញ្ចឹងត្រង់កន្លែងនេះបងប្អូនទាំងគ្នាដែលអត់ដឹងអត់បានចាប់អារម្មណ៍ពេលខ្លះគាត់នៅត្រង់កន្លែងនេះខ្លះគឺនៅត្រង់កន្លែងនេះអញ្ចឹងបើសិននៅខាងក្រោមពីនេះយើងគួរតែ select មកខាងលើនេះក៏បាន select ខាងលើនេះក៏បានដែរហើយត្រង់ចំណុច4នេះធ្វើការយ៉ាងម៉េចខ្លះត្រង់កន្លែង always as នេះគឺមានន័យថាសួររហូតអញ្ចឹងមិនថាអ្វីក៏ដោយដូចដែលយើងសាករាល់ដងក៏ដោយកាសដែលយើងប្រើរាល់ដងក៏ដោយឲ្យតែដោតចូលនៅក្នុងទូរស័ព្ទនេះគឺទូរស័ព្ទហ្នឹងនឹងលោតសួរមកយើងតែម្ដងចង់បានទូរស័ព្ទមិនថាថ្មីឬក៏មិនទឹកដែលមានគុណភាពល្អតម្លៃសមរម្យមានការធានាត្រឹមត្រូវដែលអ្នកគ្នាអាចរកបាននៅហាងលក់ទូរស័ព្ទដៃលំហែងតែនឹងផ្ដល់សេវាកម្មល្អរហ័សទាន់ចិត្តមិនសាំញ៉ាំមិនថាទិញដាច់ឬក៏បងរំលោះហើយសម្រាប់ទី2 as for new accessory នេះគឺមានន័យថាតើតែឧបករណ៍ណាដែលចម្លែកដូចជាឧបករណ៍ដែលយើងប្រើប្រាស់រាល់ដងដោយសារឬក៏ថាកាសអីផ្សេងពេលដែលយើងដោតចូលគឺទូរស័ព្ទមិនសួរទេប៉ុន្តែហ៊ានតែប្លែកពឹបឧទាហរណ៍ថាសុកមានអ្នកណាដោត USB-C ចូលមកក្នុងទូរស័ព្ទហ្នឹងអញ្ចឹងគឺទូរស័ព្ទឲ្យតែប្លែកគឺនឹងលោតសួរយើងតែម្ដងថាតើយើងអនុញ្ញាតឲ្យ file មួយហ្នឹងចូលមកក្នុងទូរស័ព្ទរបស់យើងដែរអត់ហើយសម្រាប់ទី3នេះ automatically allow when unlock អញ្ចឹងត្រង់កន្លែងនេះគឺមានន័យថាពេលដែលយើងបានបើកទូរស័ព្ទយើងដោះសោរួចហើយអញ្ចឹងពេលដែលមានអ្នកណាគេដោត USB-C ចូលគឺយើងដឹងតែអនុញ្ញាតដោយអូតូតែម្ដងឲ្យតែយើងបានបើកសោរួចហើយសម្រាប់ខាងក្រោមនេះវិញគឺ always allow នេះគឺមានន័យថាទោះបីជាទូរស័ព្ទរបស់យើងជាប់សោក៏ដោយដោះសោក៏ដោយគ្រាន់តែដោត USB ចូលពឹបអញ្ចឹងគឺគេអាចទាញទិន្នន័យដោយយើងមិនចាំបាច់ប្រាប់យើងក៏បានដែរដូច្នេះហើយសម្រាប់មុខងារមួយនេះដែលអាចកំណត់បែបនេះបានគឺសម្រាប់តែទូរស័ព្ទ iPhone 15 16 17ឡើងទៅដែលប្រើជាមួយនឹង iOS 26តែប៉ុណ្ណោះបានអាចមានការកំណត់បែបហ្នឹងអញ្ចឹងបងប្អូនដែលប្រើជាមួយនឹង iPhone 15 16 17សាច់ចូលទៅ check មើលថាតើទូរស័ព្ទរបស់បងប្អូនទាំងគ្នានៅខាងក្រោមពីនេះឬក៏យ៉ាងណាដែរបើសិនបើនៅខាងក្រោមពីនេះបងប្អូនទាំងគ្នាអាចដូរមកជា always as ឬក៏ថា as for new accessory ដោយដែលខ្ញុំបានប្រាប់ពីខាងដើមនឹងបានអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលកំពុងតែមើលវីដេអូនេះយល់ឃើញយ៉ាងណាដែរទៅលើមុខងារមួយនេះរបស់ iPhone ដែល iPhone បានបន្ថែមមកថ្មីទៅលើ15 16 17បងប្អូនទាំងគ្នាយល់ឃើញយ៉ាងណាអាច comment និយាយគ្នានៅក្រោមវីដេអូនេះបាន